សៀមដូចជាចោលប្លន់អញ្ចឹងហើយសៀមបានមើលងាយខ្មែរយើងណាយុទ្ធសាស្ត្ររបស់សៀមចង់បំផាក់សេដ្ឋកិច្ចខ្មែរនិងចង់បានដីខ្មែរហើយថែមទាំងចង់បានស្លឹកឆ្នោតពីការឈ្លានពានខ្មែរថែមទៀតមែនតើទៅបងប្អូនត្រូវដឹងថាចោលប្លន់ធនាគារគឺមិនមែនព្រោះធនាគារខ្សោយនោះទេមកពីធនាគារមានលុយច្រើនទើបចោលយកជីវិតមកបដូរដើម្បីប្លន់ដោយបងប្អូនមួយចំនួនគាត់យល់ច្រឡំថាការដែលសៀមមិនហ៊ានឈ្លានពានឡាវម៉ាឡេស៊ីឬភូមាព្រោះខ្លាំងជាងខ្មែរប៉ុន្តែខ្ញុំចង់ប្រាប់វិញថាជាការគិតខុសធ្ងន់ណាស់ព្រោះយុទ្ធសាស្ត្ររបស់សៀមបានបង្ហាញថាការច្រណែនខ្មែរដើម្បីបំផាក់សេដ្ឋកិច្ចគឺគម្រាមបិទគ្រប់យ៉ាងចាប់ផ្ដើមពីការកំណត់ម៉ោងចេញចូលព្រំដែនដើម្បីបំផាក់ដល់ភ្ញៀវទេសចរដែលចូលស្រុកខ្មែរនិងពិបាកដល់អាជីវករខ្មែររកស៊ីចេញចូលតាមព្រំដែនតាំងពីខ្មែរយើងមានប្រលានយន្តហោះថ្មីពីខេត្តសៀមរាបនិងភ្នំពេញនិងបន្តប្រេកជីកហ្វូណនតេជោសៀមហាក់បីដូចជាមិនសប្បាយចិត្តជាមួយខ្មែរនោះទេព្រោះខ្លាចយើងលើសគេទើបគេគិតចង់បំផាក់សេដ្ឋកិច្ចខ្មែររហូតឌីលខ្មែរថាបើគ្មានការផ្គត់ផ្គង់របស់គេទេខ្មែរដឹងតែពិបាករស់ជាទីបំផុតក្រៅអំពីសៀមមិនអាចបំផាក់ខ្មែររឿងសេដ្ឋកិច្ចបានទើបបំផាក់ខ្មែរតាមរយៈសង្គ្រាមបន្តក្នុងសង្គ្រាមសៀមក៏មើលងាយខ្មែរដូចគ្នាគឺសុទ្ធតែ3ម៉ោង3ថ្ងៃ3ខែវាយដល់ភ្នំពេញឥឡូវជិតដល់កន្លះឆ្នាំហើយកងទ័ពសៀមនៅតែក្បែរព្រំដែនដដែលពួកសៀមវាខឹងខ្លាំងណាស់ចំណាយលុយនិងកងទ័ពស្លាប់ច្រើនណាស់ចិត្តដែលចង់មកបំផាក់ខ្មែរបែរជាបំផាក់កិត្តិយសខ្លួនឯងទៅវិញល្បីជុំវិញពិភពលោកប្រទេសធំវាយប្រទេសតូចមិនបែកចំណែករឿងនៃនយោបាយសៀមធ្វើសង្គ្រាមដើម្បីស្លឹកឆ្នោតប៉ុន្តែផ្ទុយខុសទាំងស្រុងក្នុងពេលនេះការធ្វើប្រជាមតិសម្លេងឆ្នោតអាណូទិនធ្លាក់ចុះបាត់តារាងគឺគ្មានកម្លាំងគ្រប់គ្រងបន្តអាណត្តិនាយករដ្ឋមន្ត្រីនោះទេដូចជាពាក្យគេនិយាយថាដំរេះជីកកឯងនិងដំបៅបញ្ឈឺយកឈើរកហើយនឹងរកចំសម្បុកអូម៉ាល់សម្ដេចតេជោដឹកនាំសមរភូមិ105និងគ្រោះថ្នាក់ដល់ជីវិត5ដងបងប្អូនសាកស្រមៃតើការដឹកនាំសង្គ្រាមមានបទពិសោធន៍និងយុទ្ធសាស្ត្រកម្រិតណាសម្ដេចមហាបវរធិបតីទ្រឹស្ដីនិងបទពិសោធន៍គឺឆ្លងកាត់សាលាយោធាអាមេរិកសេដ្ឋកិច្ចពីអង់គ្លេសបទពិសោធន៍ចូលរួមលើក្នុងនយោបាយលើសពី20ឆ្នាំអាចចាញ់សៀមដែរឬទេពេលខ្ញុំរៀបរាប់បែបនេះគឺថាខ្ញុំអួតថ្នាក់ដឹកនាំបើមិនឲ្យខ្ញុំអួតថ្នាក់ដឹកនាំតើឲ្យខ្ញុំអួតនរណាឲ្យខ្ញុំធ្វើធម្មតាយ៉ាងម៉េចបើថ្នាក់ដឹកនាំសម្ដេចខិតខំប្រឹងប្រែងណាស់ដើម្បីជាតិឥឡូវយើងមើលជនជាតិខ្មែរយើងលើងនៃសង្គ្រាមសៀមឈ្លានពានឆេះភ្លាមនិងឆេះរហូតដល់ចំនួន2លើកតើប្រជាជនខ្មែរមានប្រទេសមួយចំនួនគឺរត់ចោលប្រទេសភ័យខ្លាចតក់ស្លុតរហូតគ្មានចិត្តសាមគ្គីទេភ័យខ្លាចតក់ស្លុតរហូតគ្មានចិត្តសាមគ្គីទេរហូតដល់គេចោទថាសម្ដេចតេជោបានចាញ់ក្រៅប្រទេសក្នុងសង្គ្រាមលើកទី1តើមានឃើញថ្នាក់ដឹកនាំជាតិនិងពលរដ្ឋបានរត់ចោលប្រទេសដែរឬទេរឿងនេះសុទ្ធតែគេនឹកស្មានមិនដល់ម៉ែគ្នាតិចប៉ុន្តែខ្មែររួបរวมខ្មែរខ្លាំងកម្លាំងទប់ទល់របស់ខ្មែរមិនមែនត្រឹមតែមិនធ្វើឲ្យខ្មែរគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេថែមទាំងធ្វើឲ្យខ្មែរកាន់តែតស៊ូខ្លាំងជាងមុនទៀតផងសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាស្ដាប់ពីដើមរហូតដល់ចប់និងចុងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនត្រូវតែជឿជាក់លើរដ្ឋាភិបាលយើង